ធ្វើជាបង្អែមធ្វើជាអីសម្រាប់យកទៅប្រគេនព្រះសង្ឃក៏បានដែរចំពោះការលាយម្សៅនេះគឺយើងអត់ឲ្យវារាវពេកទេហើយក៏អត់ឲ្យខាប់ពេកដែរមកល្មមដែលយើងអាចលុញវាជាប់គ្នាបានណាជំរាបសួរលោកប៉ាអ្នកម៉ាក់ថ្ងៃនេះកូនមកទីនេះដើម្បីធ្វើនំបង្អែមហៅថានំអីឬខ្មែរយើងហៅថានំបាញ់ជំនឿហើយនំនេះអាចញ៉ាំជួបជុំគ្រួសារនិងយកទៅប្រគេនព្រះសង្ឃផងដែរអញ្ចឹងទាំងអស់គ្នាថ្ងៃនេះគឺអ្នកគ្រូនាំធ្វើនំមួយយ៉ាងឈ្មោះថានំអ៊ីឬក៏ខ្មែរយើងហៅថានំបាញ់ជំនឿក៏បានដែរហើយចំពោះនំអ៊ីឬនំបាញ់ជំនឿនេះគឺយើងអាចធ្វើវាជាទូទៅសម្រាប់ញ៉ាំជួបជុំបងប្អូនយើងធ្វើញ៉ាំបានជាធម្មតាឬក៏ធ្វើជាបង្អែមធ្វើជាអីសម្រាប់យកទៅប្រគេនព្រះសង្ឃក៏បានដែរតោះនេះកូនចាហើយអញ្ចឹងចំពោះនំអ៊ីនេះផ្ទាល់បើខ្មែរយើងហៅថានំបាញ់ជំនឿហើយបាញ់ជំនឿបើយើងធ្វើធម្មតាគឺមានស្នូលមានអីអញ្ចឹងទៅប៉ុន្តែយើងធ្វើនេះគឺអត់មានទេហើយនៅគ្រូនឹងដេក័របែបមានជាពណ៌ជាអីផ្សេងទៅលើម្សៅដែលយើងនឹងធ្វើតើនេះម្សៅដំណើបនេះគឺយើងនឹងយកមកលាយទឹកដើម្បីធ្វើជាម្សៅធ្វើនំអ៊ីរបស់យើងនឹងឯងតើនេះអញ្ចឹងគឺយើងធ្វើទឹកខ្ទិះទាំងអស់គ្នាដោយប្រើខ្ទិះដើមមុនគេចាអ្នកគ្រូចាក់ខ្ទិះដើមចូលហើយឲ្យវាពុះសិនចាអ្នកគ្រូដាក់ខ្ទិះដើមចូលហើយក៏មានស្លឹកតើយរបស់យើងដែរស្លឹកតើយរបស់យើងនេះគឺអ្នកគ្រូដាក់វាចូលក្នុងនឹងដែរអ្នកគ្រូដាក់ស្លឹកតើយដើម្បីអីមិញចាឲ្យវាក្អូបឲ្យឈ្ងុយឲ្យញ៉ាំទៅមានអារម្មណ៍ថាអូយឡើងឆ្ងាញ់ណាអូយឡើងឆ្ងាញ់ចាំមើលចេះស្ដាយឆ្ងាញ់អត់តទៅយើងចាប់ផ្ដើមពុះហើយបានយើងចាប់ផ្ដើមដាក់ខ្ទិះចុងនេះគឺយើងដាក់នៅខាងក្រោយដោយសារតែវាអត់សូវមានជាតិខ្ទិះខ្លាំងទេអញ្ចឹងគេដាក់ក្រោយអត់ទេអត់អីទេពួកអីយើងញ៉ាំជាបង្អែមបន្តិចក៏អត់អីដែរដឹងអាហ្នឹងជាប្រភេទបង្អែមអញ្ចឹងទោះបីវាផ្អែមបន្តិចក៏អត់មានបញ្ហាដែរកូនអូខេអញ្ចឹងនេះគឺប៉ុណ្ណឹងសិនទឹកខ្ទិះយើងតែប៉ុណ្ណឹងគឺរួចរាល់ហើយលាយម្សៅដំណើបអញ្ចឹងអ្នកគ្រូលាយឲ្យកូនមើលសិនទេចាំបន្តិចទៀតចាំកូននឹងចាប់ដើមនាំគ្នាលាយខ្លួនឯងចង់ដឹងថាតើការលាយរបស់កូនហ្នឹងទៅចាអញ្ចឹងអ្នកគ្រូដាក់បរិមាណល្មមអញ្ចឹងគឺយើងលាយវាបរិមាណសមល្មមចំពោះការលាយម្សៅនេះគឺយើងអត់ឲ្យវារាវពេកទេហើយក៏អត់ឲ្យខាប់ពេកដែរមកល្មមដែលយើងអាចលុញវាជាប់គ្នាបានណាម្សៅពណ៌នេះគឺអ្នកគ្រូនឹងយកមកលាយជាមួយម្សៅរបស់យើងចង់បានពណ៌អីស្រឡាញ់ពណ៌អីយើងអាចដាក់ពណ៌តាមចិត្តបាននេះពណ៌រៀងឈាមជ្រូកបន្តិចលាយគឺយើងស្រឡាញ់ពណ៌ធម្មតាយើងអាចបញ្ឈប់វាត្រឹមនឹងបានអញ្ចឹងគឺកូនអាចដាក់វាយកម្សៅរបស់យើងមកដាក់ចូលហើយយើងអាចច្របាច់វាបានណានេះអញ្ចឹងគឺវានឹងចេញពណ៌តាមនឹងហើយអញ្ចឹងគឺយើងអាចដាក់ដាំទឹកមកល្មមទៅបាច់ច្រើនពេកទេអត់អីទេអញ្ចឹងយើងអាចដាក់ដាំទឹកសិនហើយទឹកហ្នឹងតោះតែយើងពុះសិនណាទឹកហ្នឹងតោះតែពុះសិនបានអាចធ្វើអីបានទៀតតាទាំងអស់គ្នាទឹករបស់យើងគឺបានពុះហើយអញ្ចឹងម្សៅដែលយើងលាយអំបញ្ញមិញយើងអាចយកវាមកលុញជាកូនដុំតូចតាមដែលយើងចង់បានណាតូចទៅមកយើងលុញវាហេលុញវាតាមដែលយើងចង់បានហើយដាក់ចូលទៅតោះដាក់ចូលហើយចង់ដឹងថាវាឆ្អិនមិនឆ្អិនតោះតែវាដែតតើតែម្សៅនឹងវាដែតឡើងគឺមានន័យថានំរបស់យើងឆ្អិនហើយយើងអាចស្រង់វាដាក់ក្នុងទឹកខ្ទិះរបស់យើងបានហើយលុញបានហើយនៅរបស់កូនហើយនៅចាប់អាសិនអត់តន់ញ៉ៃកូននៅកន្លែងសិនអូខេអូស្អាតអញ្ចឹងបន្ទាប់ពីវាឆ្អិនហើយកូនអាចដួសវាស្អាតអត់អាចស្រង់វាដាក់ក្នុងទឹកខ្ទិះរបស់យើងតូចធំអូខេអញ្ចឹងប៉ុណ្ណឹងគឺនេះជាសមិទ្ធផលយើងណានេះគឺដាក់ចានមួយមែនឆ្ងាញ់យ៉ាងណាកូនទៀតទៅយើងអ្នកធ្វើចាឥឡូវនេះនំអ៊ីរបស់យើងបានធ្វើរួចរាល់ហើយ